បាទបន្ទាប់ពីមានហេតុការណ៍ផែនដីរំជួយបាទនៅទីក្រុងបាងកកប្រទេសថៃឃើញថាឥឡូវហ្នឹងមានភាពស្ងប់ស្ងាត់ល្អណាស់បងប្អូនដោយសារអត់មានភ្ញៀវទេវិចរគាត់មកដើរលេងទេបាទហើយឥឡូវហ្នឹងគឺមើលទៅទស្សនវិជ្ជាដែលខ្ញុំបានថតលើពេលនេះអត់ស្មានមានភ្ញៀវទេវិចរមកដើរលេងទេបងប្អូនបាទមានតែអ្នកលក់អត់មានអ្នកទិញដោយសារភ្ញៀវទេវិចរគាត់មានការភ័យខ្លាចទាក់ទិនទៅនឹងហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី28ខែ3ឆ្នាំ2025បាទហើយតាមប្រភពព័ត៌មានដែលបានរាយការណ៍មកហ្នឹងថាហេតុការណ៍ហ្នឹងអាចនឹងកើតឡើងក្នុងអំឡុងថ្ងៃទី25ខែ3រហូតដល់ថ្ងៃទី12ខែមេសាខែ4បាទអញ្ចឹងហើយធ្វើឲ្យភ្ញៀវទេសចរបាទមួយចំនួនធំគាត់មានការព្រួយបារម្ភបាទគាត់មានការភ័យខ្លាចដូច្នេះហើយគាត់អត់អាចធ្វើដំណើរមកទីក្រុងបាងកកបាទដោយសារគាត់មានការភ័យខ្លាចទាក់ទិនទៅនឹងហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី28បាទឥឡូវហ្នឹងឃើញថាចំនួននៃភ្ញៀវទេសចរហ្នឹងគឺមានការថយចុះបាទថយចុះមែនទែនបាទហើយកន្លែងដែលខ្ញុំបាទកំពុងតែដើរ live ផ្ទាល់ដើរថតវីដេអូហ្នឹងគឺជាតំបន់មួយដែលសម្បូរទៅដោយភ្ញៀវទេសចរច្រើនជាតិសាសន៍បាទច្រើនប្រទេសដែលគាត់មកដើរលេងគាត់មកទេសចរនៅក្នុងតំបន់នេះឯងប៉ុន្តែទស្សនវិជ្ជាឥឡូវហ្នឹងឃើញថាស្ងាត់ល្អមែនទែនដោយសារភ្ញៀវទេសចរបាទធ្លាក់ចុះអត់មានភ្ញៀវទេសចរមកទេដោយសារគាត់ភ័យខ្លាចហ្នឹងហើយអញ្ចឹងចាំមើលប្រហែលជាពាក់កណ្ដាលខែ4បាទពាក់កណ្ដាលខែ4ប្រហែលជាមានភ្ញៀវទេសចរមកទៀតបងប្អូនបាទសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទរាយការណ៍ដល់ខ្ញុំបាទនីណារ៉ាបាទអ្នកយកព័ត៌មានបាទប្រចាំទីតាំងនៅផ្សារបតូណាមទីក្រុងបាងកកប្រទេសថៃបាទសូមអរគុណសូមជម្រាបលាបាទ